សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសរបស់ពួកយើងអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការកែវិញ្ញាសាទាក់ទងទៅនឹងវិញ្ញាសាបាក់ឌុបភាសាអង់គ្លេសឆ្នាំ2016នៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងនៅក្នុងការកែវិញ្ញាសារបស់យើងនេះគឺយើងដល់ផ្នែកទី3ហើយដែលទាក់ទងទៅនឹង vocabulary អញ្ចឹងផ្នែកទី1និងទី2យើងបានកែទាក់ទងទៅនឹង reading ហើយនិង grammar ហើយអញ្ចឹងនៅក្នុងផ្នែកទី3នេះយើងមាន vocabulary អញ្ចឹងមុនពេលដែលយើងកែគឺយើងត្រូវមើលទាក់ទងនឹងប្រធានឬក៏ instruction សិនអញ្ចឹង instruction នៅក្នុងផ្នែកនេះគេឲ្យយើង there are 4 answers after each statement ដែលវាមានចម្លើយ4នៅបន្ទាប់ពី statement នីមួយៗឬក៏ល្បល់នីមួយៗហ្នឹង only one answer is correct ចឹងមានចម្លើយតែមួយទេក្នុងចំណោម4ហ្នឹងដែលត្រូវ choose the correct A B C or D ចឹងយើងត្រូវរើសចម្លើយត្រឹមត្រូវមួយ A B C និង D ហ្នឹងជ្រើសរើសយកមួយ The first one was done as an example ចឹងទី1នេះគឺយើងគេធ្វើឲ្យយើងហើយគឺជា example ជាឧទាហរណ៍អញ្ចឹងយើងមកមើល example ហ្នឹង on Sunday the children have swimming lessons at the swimming blah 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 អញ្ចឹង swimming ឯគេយើងមាន A tank B well C bowl ហើយនិង D pool អញ្ចឹង swimming tank គឺយើងអាចប្រើទេសារ tank នេះគឺជាធំទេ swimming well ក៏អត់មានដែរសារ well គឺជាអណ្ដូង swimming bowl គឺយើងអាចប្រើដូចគ្នាសារ bowl ហ្នឹងគឺជាចានអូខេហើយចម្លើយត្រឹមត្រូវគឺ swimming pool ដែលបានន័យថាអាងហែលទឹកហ្នឹងអញ្ចឹងសម្រាប់ example នេះចម្លើយត្រឹមត្រូវគឺចម្លើយ D swimming pool So we start with the first one. What are you going to do when you blah 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 school? អញ្ចឹងតើយើងយកចម្លើយមួយណាយើងមាន4ដូចគ្នា A យើងមាន conclude B យើងមាន end C យើងមាន complete ហើយនិង D យើងមាន leave អញ្ចឹងតែចម្លើយមួយណាត្រឹមត្រូវ conclude នេះគឺយើងអាចប្រើជាមួយនឹង school នឹងបានទេ B N ក៏វាអត់ត្រូវជាមួយនឹងអត្ថន័យយើងដែរ C complete នេះយើងអាចនិយាយថា complete studying អីប៉ុន្តែយើងអាចនិយាយថា complete school ទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ D leave when you leave school ហើយយើងអាចបានន័យថាតើអ្នកនឹងធ្វើអីគេបន្ទាប់ពីអ្នកបញ្ចប់ការសិក្សាឬក៏ graduate ចឹងទៅអញ្ចឹងពីថា leave school គឺថាយើងរៀនចប់យើង graduate ចឹងទៅអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ D ចឹងយើងមកមើលទៅនឹងទី2 The hotel services are bad so we should write a blah 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 to the manager អញ្ចឹងតែចម្លើយត្រឹមត្រូវអីគេនិយាយថាសេវាកម្មនៅក្នុង hotel ហ្នឹងគឺវាអាក្រក់វាអត់ល្អទេអញ្ចឹងតើគេត្រូវសរសេរអីគេសរសេរលិខិតអីគេទៅកាន់អ្នកគ្រប់គ្រងនៅហ្នឹង A យើងមាន complaint B message C information ហើយនិង D essay អញ្ចឹងយើងត្រូវសរសេរលិខិត complaint ឬក៏លិខិតរិះគន់ទៅកាន់សន្តាគារមួយហ្នឹងសរសេរទៅកាន់ manager ហ្នឹងអញ្ចឹងបើសិនជាយើងប្រើ message នេះគឺវាអត់ត្រូវទេដោយសារតែគេនិយាយទាក់ទងនឹងសេវាកម្មដែលវាអត់ល្អអញ្ចឹងគេត្រូវសរសេរលិខិតទៅរិះគន់មិនសរសេរ message គេ information ទាក់ទងនឹងព័ត៌មានវាអត់ត្រូវជាមួយនឹង sentence យើងទេហើយនឹង essay នេះក៏អត់ត្រូវដែរដោយសារ essay ហ្នឹងគឺជាការសេតែងសេចក្តីទេអញ្ចឹងវាអត់មានទាក់ទងអីនឹងសេវាកម្មហ្នឹងទេអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ A complaint Okay, so let's go to number 3. Bopa cried out with blah 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 at the beautiful present Mr. Kim Se gave her. អញ្ចឹង cry out with អីគេយើងមាន A with depressed B with horror C with anger ហើយនិង D with delight អញ្ចឹងយើងមើលខាងក្រោយហ្នឹងគេសេថា at the beautiful present Mr. Kim Se gave her មានថាដោយកាដូដែលស្អាតដែលលោកកឹមសេងនឹងបានឲ្យគាត់អញ្ចឹងគាត់យំដោយសារកាដូនឹងអញ្ចឹងគាត់អត់អាចយំដោយសារ depressed ទេថាគាត់បានកាដូហ្នឹងគាត់សប្បាយចិត្តអញ្ចឹងពាក្យ depressed នេះអត់ត្រូវទេ horror នេះវាគួរឲ្យខ្លាចហ្នឹងក៏អត់ត្រូវដែរ anger ខឹងហ្នឹងក៏អត់ត្រូវដោយសារគាត់បានកាដូហ្នឹងគឺគាត់អត់មានអីត្រូវខឹងទេហើយពាក្យដែលត្រឹមត្រូវគឺពាក្យ delight ហ្នឹងយើងអាចប្រើបានថាសប្បាយចិត្តអញ្ចឹងសម្រាប់ទី3ចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ D គឺពាក្យថា delightសម្រាប់ទី4 Is it possible to blah 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 now for next term's evening classes អញ្ចឹងតើយើងអាចចុចសម្រាប់ថ្នាក់ពេលល្ងាចនៅ next term បានទេ term បន្ទាប់បានទេយើងមាន4 A send
B enroll C join in ហើយនឹង D enter អញ្ចឹងយើងឃើញថាវាមានវាថា next term evening classes អញ្ចឹងគឺតាក់ទងទៅនឹងការចុះឈ្មោះចូលរៀនអីមួយអីអញ្ចឹងយើងអត់អាចប្រើថា sin ទេ sin គឺយើងអត់ប្រើជាមួយការចុះឈ្មោះទេ B enroll អញ្ចឹង enroll នេះគឺយើងប្រើអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ B enroll ហើយ join in នេះក៏យើងអត់ប្រើមួយការចុះឈ្មោះដែរ enter គឺយើងប្រើថាចូលតែមិនមែនចូលចុះឈ្មោះអីចឹងនៅក្នុងចម្លើយ A B C D នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ B Okay so the last one most parents find it difficult to blah 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 their children nowadays អញ្ចឹងឪពុកម្ដាយភាគច្រើនឃើញថាវាពិបាកក្នុងការចុចកូនរបស់គាត់នៅសប្តាហ៍ថ្ងៃនេះអញ្ចឹងយើងមាន4ចម្លើយដូចគ្នាយើងមាន A bring up B develop C grow up ហើយនិង D set up អញ្ចឹងតែចម្លើយមួយណាត្រឹមត្រូវអញ្ចឹងយើងមកមើលសិន bring up ហ្នឹងមានថា raise up មានថាចិញ្ចឹមមើលថែកូននឹងអញ្ចឹងចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយ A ហ្នឹងហើយ bring up their children nowadays ថាការចិញ្ចឹមមើលថែកូននៅសប្តាហ៍ថ្ងៃនេះពុកម្ដាយក៏គិតថាវាពិបាកអញ្ចឹងចម្លើយហ្នឹងគឺចម្លើយ A ដែលត្រឹមត្រូវតែបើយើងមើលមក B develop មានថាអភិវឌ្ឍកូនណាវាអត់ទៅជាមួយនឹងការប្រើជាមួយនឹងមនុស្ស C grow up គឺជាការលូតលាស់របស់កូនខ្លួនឯងឯងអញ្ចឹងវាអត់តកតងជាមួយពុកម្ដាយទេតកតងប៉ុន្តែ grow up ហ្នឹងគឺការលូតលាស់រូបរាងរបស់កូនណា set up គឺយើងមានថាយើង set up something ចឹងទៅយើងបង្កើតអីមួយដូចជា set up business អីចឹងទៅអញ្ចឹងវាមានតកតងជាមួយ children ទេអញ្ចឹងចម្លើយតែត្រឹមត្រូវគឺ bring up ដែលមានថា raise up ហ្នឹងអញ្ចឹងthat's all for our lesson today ចឹងហើយការកែរបស់យើងគឺដល់ទីបញ្ចប់ហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាចទម្លាក់នៅក្នុង comment ខាងក្រោមបានហើយជួបគ្នានៅវីដេអូក្រោយ